សូមគោរពជាសួរនិងស្វាគមន៍បងប្អូនសាជាថ្មីមកកាន់ការវិភាគហាងឆេមីអន្តរជាតិសម្រាប់ថ្ងៃទី29ខែកក្កដាឆ្នាំ2026ហាងឆេមីកម្មពិសេសមិញបានបន្តធ្លាក់ជាង$60ក្នុងមួយអោនហើយព្រឹកនេះគឺមានស្ថិតលើតម្លៃ$4030ក្នុងមួយអោនស្មើប្រហែលតម្លៃហាងឆេមីខ្មែរយើងគឺ$4855នៅក្នុងមួយតម្លឹងឬក៏$485នៅក្នុងមួយជីចឹងហាងឆេមីនៅពេលបច្ចុប្បន្ននេះមានការធ្លាក់ចុះមកវិញអញ្ចឹងឥឡូវចូលដល់ការវិភាគបច្ចេកទេសដើម្បីរកតំបន់ទិញនិងលក់វិញម្ដងបាទអញ្ចឹងទិសដៅរបស់មាននៅពេលបច្ចុប្បន្ននេះទោះជាយ៉ាងណាវាស្ថិតនៅដំណាក់កាលបង្រួបតម្លៃឬក៏ correction តម្លៃមិនទាន់មានការ break trend down trend ឬក៏ up trend ឡើយទេបាទអញ្ចឹងជាក់ស្ដែងសម្រាប់តំបន់ទិញលក់កាលពីម្សិលមិញគឺទីផ្សារបានចុះមកចៅតំបន់ទិញទី1របស់យើងគឺ4020មកកាន់តំបន់4010អញ្ចឹងយើងមិញនេះគឺចុះមកដល់តំបន់4010ហើយបានឡងមកដល់តំបន់$4045ក្នុងមួយអោនអញ្ចឹងបច្ចុប្បន្នមានស្ថិតលើតម្លៃ$4030តំបន់$4020នេះគឺនៅតែអាចរងចាំទិញបានម្ដងទៀតក្នុងករណីទីផ្សារ break តំបន់$4020ទីផ្សារអាចនឹងមករកតំបន់$3995ឬក៏តំបន់$3985បងប្អូនអាចរងចាំទិញម្ដងទៀតហើយ take profit វិញគឺនៅតំបន់$4000នៅក្នុងមួយអោនបាទអញ្ចឹងកន្លែងនេះបងប្អូនអាចរងចាំទិញហើយប្រើ stop loss នៅក្រោមតំបន់$4080នៅក្នុងមួយអោនអាចជាតំបន់$3980ឬក៏តំបន់$3975ក៏បានដែរបាទហើយ take profit គឺ$4000ឬក៏តំបន់$4020តែម្ដងតំបន់ទិញទី3ចុងក្រោយរបស់យើងគឺតំបន់ strong តែម្ដងគឺ$3960ទៅកាន់តំបន់$3950អញ្ចឹង zone នេះក្នុងករណីដែល break តំបន់$3995ឬ85ទីផ្សារអាចនឹងមានការបន្តធ្លាក់មករកតំបន់ support strong ហ្មងគឺ$3960នៅក្នុងមួយអោនហើយបងប្អូនអាចរងចាំទិញបានហើយប្រើ stop loss ក្រោមតំបន់$3950ក្នុងអោនអាចជា$40កាន់តែល្អបាទអញ្ចឹង stop loss យើង$10ទៅ$20 maximum បន្តមកទៀតបងប្អូនអាច take profit វិញគឺ$40នៅក្នុងមួយអោនអញ្ចឹងបើចូលនៅតំបន់$3960ក្នុងមួយអោនបងប្អូនអាច take profit វិញគឺតំបន់$4000តែម្ដងបាទអូខេសម្រាប់តំបន់លក់វិញម្ដងថ្ងៃនេះគឺយើងរំកិលដោយសារទីផ្សារបន្តធ្លាក់ចុះហើយក៏បាន break តំបន់ support មួយចំនួនដូច្នេះសម្រាប់តំបន់លក់ទី1របស់យើងរៀងខិតមកក្រោមបន្តិចគឺតំបន់$4060ទៅកាន់តំបន់$4070បងប្អូនអាចរងចាំលក់នៅតំបន់នេះបានប៉ុន្តែកុំលក់ភ្លាមល្អបំផុតគឺមាន bearish candlestick pattern ឬក៏ break structure លើ time frame 1នាទីក៏បាន5នាទីក៏បានចាំបងប្អូនជួយលក់ហើយតំបន់លក់ទី2របស់យើងមិននៅឆ្ងាយប្រហែលទេគឺតំបន់$4080មកកាន់តំបន់$4090ក្នុងមួយអោនអញ្ចឹងកន្លែងនេះគឺជាតំបន់ដែលផ្សារបើក gap និងបិទ gap អញ្ចឹងក្នុងករណីទីផ្សារដល់តំបន់នេះបងប្អូនអាចរងចាំលក់បានហើយប្រើ stop loss នៅលើតំបន់$4090អាចជា95ឬក៏តំបន់$4100ហើយបងប្អូន take profit វិញគឺតំបន់$4060ឬក៏តំបន់$4070តែម្ដងបាទនិងតំបន់លក់ចុងក្រោយរបស់យើងគឺតំបន់$4130មកកាន់តំបន់$4140កន្លែងនេះគឺនៅឆ្ងាយពីពេលបច្ចុប្បន្នទៅអាច$100ក្នុងមួយអោនហើយបើក្នុងករណីទីផ្សារអាច break តំបន់ទាំងអស់នេះមកដល់តំបន់នេះមែនបងប្អូនអាចរងចាំលក់តែម្ដងដាក់ sell limit ហើយប្រើ stop loss លើតំបន់$4140អាចជា$145ឬក៏$150ក្នុងមួយអោនតែម្ដងបាទអញ្ចឹងតំបន់ទិញលក់របស់យើងគឺមានត្រឹមប៉ុណ្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាមានការតាមដានជាប់លាប់ជាមួយនឹងព័ត៌មានតនហេតុការណ៍ពិសេសគឺសង្គ្រាមរវាងអាមេរិកជាមួយអ៊ីរ៉ង់ក្នុងករណីមានការវិវត្តថ្មីទីផ្សារអាចប្រែប្រួលខ្លាំងប៉ុន្តែនៅពេលបច្ចុប្បន្ននេះអ្នកវិនិយោគលើពិភពលោកកំពុងតែយកចិត្តទុកដាក់ខ្ពស់ទៅលើគោលនយោបាយធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលនឹងធ្វើការសម្រេចចិត្តនៅយប់ថ្ងៃទី30បាទត្រូវថ្ងៃពហុសប្តាហ៍នេះតែម្ដងអញ្ចឹងបងប្អូនអាចរងចាំជួញដូរប្រកបដោយភាពប្រុងប្រយ័ត្នព្រោះទីផ្សារប្រែប្រួលខ្លាំងអញ្ចឹងជាចុងក្រោយក៏សូមជូនពរបងប្អូនទាំងអស់គ្នាឲ្យចូលជួញដូរចំណេញគ្រប់គ្នាសូមអរគុណ